Hi. Okay, first of all, I would like to pay my highest watch and my greatness to all vulnerable in this class. And in this video, we talk about narrative paragraph. Narrative paragraph is the paragraph that talk about the stories, about the experience, about the lifestyles that a guy or someone used to meet or used to experience in the past. For example, in this paragraph, we talk about Sophie's story. Okay, so first I read for all of you. Sophie is 14 years old. She's from Prevent Province. She has got some unforgettable memories in her childhood. 8 years ago, she was a student in grade 2. She was smart. She had an honest friend, Nami. They always have each other. They spent much time with their books. One day, she got serious ill, and Navi called villagers to help. 5 days later, she got better. She thanks to all villagers. She knew that villagers were kind to her. In short, Sophie never forget her young experiences. Okay. Um, for being easy for all of you, I want to translate in Khmer that you can get the meaning of the Sophie story. Sophie is 14 years old. Sophie មានអាយុ14ឆ្នាំ She's from Prevent Province នាងមកពីខេត្ត Prevent. She has got some unforgettable memories in her childhood. នាងមានអនុស្សាវរីយ៍ជាច្រើនឬក៏មួយចំនួនដែលមិនអាចបំភ្លេចបាននៅក្នុងជីវិតជាកុមារភាពរបស់នាង 8 years ago កាលពី8ឆ្នាំមុន 8 years ago កាលពី8ឆ្នាំមុន She was a student in grade 2 នាងគឺជាសិស្សរៀននៅក្នុងថ្នាក់ទី2 She was smart នាងឆ្លាតឬក៏នាងមានបញ្ញា She had an honest friend Navi នាងមានមិត្តភក្តិដ៏ស្មោះត្រង់ម្នាក់ឈ្មោះថា Navi ឈ្មោះថា Navi Okay They always have each other ពួកគេតែងតែជួយគ្នាទៅវិញទៅមក They spend much time with their books ពួកគេចំណាយពេលយ៉ាងច្រើនជាមួយនឹងសៀវភៅមានថាពួកគេចំណាយពេលអានសៀវភៅជាច្រើន One day she got serious ill and Navi called villager to help មានថ្ងៃមួយនោះនាងឈឺចាប់យ៉ាងខ្លាំងឬថានាងមានជំងឺយ៉ាងធ្ងន់ធ្ងរហើយ Navi ក៏បានហៅអ្នកភូមិឲ្យមកជួយ 5 days later 5ថ្ងៃក្រោយមក she got better នាងក៏បានជាសះស្បើយ She thanks to all villagers នាងក៏បានថ្លែងអំណរគុណដល់អ្នកភូមិទាំងអស់គ្នាទាំងអស់ She knew that villagers were kind to her នាងដឹងថា no នេះគឺជាថារបស់ no នាងដឹងថាអ្នកភូមិទាំងអស់នោះមានចិត្តល្អមានសន្តានចិត្តល្អចំពោះនាង In short សរុបសេចក្តីមក Sophie never forgets her young experiences Sophie មិនដែលបំភ្លេចឬក៏មិនដែលភ្លេចនៅបទពិសោធន៍កាលពីវ័យក្មេងរបស់នាងនោះទេបាទ អូខេឥឡូវកណាបញ្យល់ខ្លីៗនៅក្នុង paragraph នេះយើងដឹងថា paragraph narrative paragraph យើងសរសេរពីសាច់រឿងរបស់បុគ្គលណាមួយប្រវត្តិរបស់បុគ្គលណាមួយប្រវត្តិគឺ profile ជីវប្រវត្តិណាជីវប្រវត្តិរបស់នរណាម្នាក់គឺ profile របស់បុគ្គលណាមួយដោយជាធម្មតាកាលណាយើងសរសេររឿងរបស់នរណាម្នាក់ឬក៏ profile ជីវប្រវត្តិរបស់នរណាម្នាក់ច្បាស់ណាស់ដំបូងត្រូវតែប្រាប់ឈ្មោះ tell the name ព័ត៌មានតខ្លួន personal information មានអីគេមាន age អាយុអាចមានដល់ខុសកំណើតថ្ងៃកំណើត date of birth អញ្ចឹងទៅតែក្នុងនេះយើងមិនចាំបាច់ដាក់ទេស្រុកកំណើត place of birth ទីកន្លែងកំណើតទីកន្លែងកំណើតហើយពិសេសគឺពាក់ព័ន្ធជាមួយនឹងសាច់រឿងជាក់ស្ដែងតើអ្វីដែលយើងចង់រំលឹកនៅក្នុងអត្ថបទរបស់ Sophie នេះអ្វីដែលចង់រំលឹកសាមញ្ញទេគឺ
សុភីគាត់រំលឹកខ្លួនឯងថានៅពេលដែលនៅ8ឆ្នាំមុនគាត់រៀនហាក់ទី2ហើយគាត់មានមិត្តល្អស្មោះត្រង់ម្នាក់គឺណាវីណាអញ្ចឹងណាវីគឺជាបុគ្គលទី2ដែលយើងសរសេរ add បញ្ចូលនៅក្នុងផារ៉ាក្រាហ្វនេះចុះមិនគាត់ថាណាវីជាមិត្តភក្តិដ៏ស្មោះត្រង់របស់គាត់ពីព្រោះពេលដែលគាត់ឈឺធ្ងន់មានតែណាវីទេខ្នះខ្នែងទៅហៅអ្នកភូមិដើម្បីមកជួយទោះបីណាវីមិនបានជួយច្រើនក៏ប៉ុន្តែណាវីបានធ្វើសកម្មភាពទៅហៅអ្នកភូមិមកជួយគេសន្មតថាជា honest friends បើយើងនិយាយភាសាបាលីហៅថាឧបការៈមិត្តល្អមិត្តជួយគ្នាក្នុងគ្រាលំបាកអូខេនេះគឺជាខ្លឹមសារដែលនិយាយថាស្អីគេ teacher ស្អីគេលោកគ្រូសាច់រឿងសុភីស្អីគេសំខាន់កន្លែងហ្នឹងទី1គាត់មានមិត្តល្អស្មោះត្រង់ទី2គាត់មានអ្នកភូមិដែលល្អពេលគាត់មានផាសជួយគាត់អញ្ចឹងគាត់បានរំលឹកថាអ្នកភូមិគឺមានចិត្តល្អបានជួយទៅដល់នេះហើយនេះក៏បានថ្លែងអំណរគុណទៅដល់អ្នកភូមិវិញដែរដូច្នេះការស្ដីសង្ខេបនៅក្នុង paragraph ស្ដីពី success story មានប៉ុណ្ណឹងហើយចំណាសង្ឃឹមថាបងប្អូនចាស់អាចនឹងសរសេរបាន paragraph ដែលនិយាយពីជីវិតតខ្លួនក៏បានរបស់មិត្តភក្តិក៏បានដែរ Whether you want to study about your story, your friend's story, or your profile, it's up to you. Okay, thank you so much. Wish you all have good luck and get successful in your study.